ជួបគ្នាម្ដងទៀតដែលវីដេអូនេះយើងនឹងនិយាយអំពីកម្រងសំណួរមួយចំនួនដែលត្រូវបានចងក្រងនិងចោទសួរនៅក្នុងវគ្គរបស់យើងដើម្បីជួយសម្រួលដល់ការពិភាក្សាការរៀនសូត្រឬក៏ការធ្វើតេស្តចំពោះចំណេះដឹងទាក់ទងទៅនឹងឃ្លាដ៏មានអត្ថន័យនេះយើងសូមចងក្រងសំណួរដែលបែងចែកជា3កម្រិតដូចខាងក្រោម1កម្រិតនៃការយល់ដឹងសំណួរនេះផ្ដោតទៅលើការយល់ន័យត្រង់និងន័យធៀបរបស់ឃ្លានីមួយៗសំណួរតើឃ្លាថាសាវនាការថ្មីបានមកដល់ក្នុងបរិបទសង្គមចង់សំដៅទៅលើអ្វីក្រៅពីការកាត់ក្តីនៅក្នុងតុលាការសំណួរទី2តើការបកអាក្រាតជនអាក្រក់មានសារៈសំខាន់យ៉ាងដូចម្តេចខ្លះនៅក្នុងការសាងជំនឿទុកចិត្តរបស់សាធារណជនសំណួរទី3តាមរយៈឃ្លាខាងលើតើអ្វីទៅគឺជាឫសគល់ដែលធ្វើឲ្យសង្គមបាត់បង់ស្ថិរភាព2កម្រិតវិភាគសំណួរទាំងនេះជំរុញឲ្យមានការស៊ើបអង្កេតស៊ីជម្រៅលើទំនាក់ទំនងសកម្មភាពនិងលទ្ធផលសំណួរទី4ហេតុអ្វីបានជាការកាត់ទោសមន្ត្រីអាក្រក់ជាជំហានមិនអាចខ្វះបានក្នុងការរក្សាសុវត្ថិភាពនិងរក្សាយុត្តិធម៌ចំពោះសង្គមសំណួរទី5តើមានយន្តការអ្វីខ្លះច្បាប់ស្ថាប័នបច្ចេកវិទ្យាដែលអាចជួយឲ្យការបកអាក្រាតជនខិលខូចមានប្រសិទ្ធភាពនិងតម្លាភាពសំណួរទី6វិភាគលើស្ថិរភាពសង្គមតើស្ថិរភាពដែលកើតចេញពីយុត្តិធម៌ខុសគ្នាដូចម្តេចពីស្ថិរភាពដែលកើតចេញពីការភ័យខ្លាច3កម្រិតនៃការអនុវត្តនិងដំណោះស្រាយសំណួរផ្ដោតទៅលើការផ្សារភ្ជាប់ទៅនឹងតថភាពជាក់ស្ដែងសំណួរទី7នៅក្នុងនាមជាប្រជាពលរដ្ឋតើការចូលរួមចំណែកយ៉ាងដូចម្តេចដើម្បីឲ្យសវនាការថ្មីនេះកើតឡើងពិតប្រាកដក្នុងសហគមន៍របស់អ្នកទាំងអស់គ្នាសំណួរទី8ប្រសិនបើមន្ត្រីអាក្រក់មិនត្រូវបានកាត់ទោសតើមានផលវិបាកអ្វីខ្លះដល់ប្រជាពលរដ្ឋទាំងមូលនិងសន្តិសុខជាតិសំណួរទី9តើយល់ស្របដែរទេថាយុត្តិធម៌គឺជាថ្នាំព្យាបាលដ៏មានសិទ្ធិភាពបំផុតសម្រាប់ស្ថិរភាពសង្គមចូលពង្យល់ពីហេតុផលតារាងសង្ខេបគោលបំណងនៃសំណួរផ្នែកនៃឃ្លាគោលបំណងនៃសំណួរលទ្ធផលដែលរំពឹងទុកសវនាការថ្មីស្វែងយល់របត់និងកែតម្រង់ការទទួលយកអ្វីដែលថ្មីនិងល្អជាងមុនបកអាក្រាតនិងកាត់ទោសជនអាក្រក់ពិភាក្សាពីតម្លាភាពនិងភាពទំនួលខុសត្រូវការលុបបំបាត់វប្បធម៌និងទណ្ឌភាពធ្វើឲ្យខុសគ្មានទោសស្ថិរភាពសង្គមវិតម្លៃលើសន្តិភាពផ្លូវចិត្តនិងយុត្តិធម៌សង្គមដែលមានសុខកដុមរមនាពិតប្រាកដវីដេអូនេះគឺសូមចប់ត្រឹមតែប៉ុណ្ណេះហើយក៏សូមបញ្ចប់នៅរឿងប៉ាវឡុងឈីរបស់យើងដែលជាតុលាការចិត្តដៃតិនហ្វីសូមអរគុណហើយក៏សូមគោរពលាជួបគ្នានៅរឿងថ្មីកុំភ្លេចចុច Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីតាមដាននៅវីដេអូតិនហ្វីបន្តទៀតសូមអរគុណ